នៅក្នុងពិភពលោកដែលប្រកបដោយភាពប្រតិក្រឡាគ្នានាពេលបច្ចុប្បន្ននេះវិបលភាពសេដ្ឋកិច្ចគឺជាក្តីសង្ឃឹមនិងកម្លាំងចលករជំរុញឲ្យប្រជាជាតិទាំងឡាយបោះជំហានឆ្ពោះទៅរកការរីកចម្រើនគ្រប់គ្នាបានមើលឃើញផ្ទាល់ពីទស្សនវិជ្ជាសេដ្ឋកិច្ចនៅប្រទេសកម្ពុជាដែលមានការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការវិនិយោគពាណិជ្ជកម្មអន្តរជាតិក៏ដូចជាសហគ្រិនភាពបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនេះដោយអនុលោមទៅតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនដែលកម្ពុជាជាភាគីសមាជិកកម្ពុជាមានឱកាសបានបើកច្រកចូលទៅកាន់ទីផ្សារជាច្រើនតាមរយៈនេះបានជំរុញការធ្វើសេរីភាវូបពាណិជ្ជកម្មនិងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរស្របទៅតាមចក្ខុវិស័យរបស់ខ្លួនក្នុងការបង្កើតបរិយាកាសអំណោយផលក៏ដូចជាឱកាសសម្រាប់ការធ្វើពាណិជ្ជកម្មក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA Portal ដែលជាថ្នាលថ្មីស្រឡាងមួយរចនាឡើងក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការចូលប្រើប្រាស់និងទទួលបានការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាសមាជិកចាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរហូតដល់តារាងអត្រាពន្ធគយវិធានដើមកំណត់ទំនិញនិងសេចក្តីណែនាំសំខាន់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងផ្ដល់ជូនពាណិជ្ជករអ្នកនាំចេញនាំចូលសហគ្រិននិងភាគីពាក់ព័ន្ធទាំងអស់នូវការយល់ដឹងដ៏មានតម្លៃនិងឧបករណ៍តម្រង់ទិសជីវភាពនៃពាណិជ្ជកម្មសកលមុខងារស្វែងរកអត្រាពន្ធគយជាកូនសោរដែលអាចឲ្យពាណិជ្ជករអ្នកនាំចេញនាំចូលទទួលបាននូវព័ត៌មានដែលពាក់ព័ន្ធទៅនឹងការនាំចេញនាំចូលជាពិសេសអត្រាពន្ធដំបុកទំនិញនាំចេញរបស់ខ្លួនមុខងារនេះជួយសម្រួលដល់ការស្វែងយល់ពីអត្រាពន្ធក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាសមាជិករួមទាំងអាចជួយឲ្យពាណិជ្ជករអ្នកនាំចេញនាំចូលរៀបចំនូវផែនការធ្វើពាណិជ្ជកម្មនិងយុទ្ធសាស្ត្រក្នុងការធ្វើពាណិជ្ជកម្មឲ្យកាន់តែមានប្រសិទ្ធភាពដោយមានការពន្យល់ណែនាំការបង្ហាញច្បាស់អំពីវិធានដើមកំណត់ទំនិញពាណិជ្ជករអ្នកនាំចេញនាំចូលអាចសន្សំសំចៃនៅពេលវេលាក្នុងការស្វែងយល់អំពីលក្ខណៈវិនិច្ឆ័យទំនិញដែលខ្លួនគ្រោងនឹងនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗដែលអាចជួយឲ្យពួកគេទាញយកផលប្រយោជន៍ពីប្រព្រឹត្តកម្មអនុគ្រោះនិងបង្កើនភាពប្រកួតប្រជែងការទទួលបានព័ត៌មានពាណិជ្ជកម្មត្រឹមត្រូវនិងចុងក្រោយគឺប្រាកដណាស់ពិតជាមានសារៈសំខាន់ខ្លាំងជាក់ស្ដែងមុខងារកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់យើងនឹងផ្ដល់ជូននូវព័ត៌មានពិស្ដារអំពីកិច្ចព្រមព្រៀងដែលកម្ពុជាជាសមាជិកដែលធ្វើឲ្យពាណិជ្ជករអ្នកនាំចេញនាំចូលមានការយល់ដឹងគ្រប់គ្រាន់សម្រាប់ការធ្វើការសម្រេចចិត្តប្រកបដោយការត្រិះរិះត្រឹមត្រូវនិងក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗតើលោកអ្នកមានតម្រូវការក្នុងការប្រើប្រាស់គោលការណ៍ណែនាំការធ្វើពាណិជ្ជកម្មដែរឬទេមុខងារណែនាំនៃការធ្វើពាណិជ្ជកម្មនេះគឺប្រៀបបានដូចជាឃ្លាំងនៃមគ្គុទ្ទេសក៍និងជាទីកន្លែងសម្រាប់ផ្ទុកឯកសារគ្រប់ជ្រុងជ្រោយជាមួយនឹងការដើរតួជាទូនាទីមជ្ឈមណ្ឌលឯកសារយោងសម្រាប់អាចឲ្យពាណិជ្ជករអ្នកនាំចេញនាំចូលស្វែងរកបទបញ្ញត្តិពាណិជ្ជកម្មនានាថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ក្រសួងពាណិជ្ជកម្មនៃប្រជាណាចក្រកម្ពុជាគឺជាច្រកទ្វាររបស់លោកអ្នកទៅកាន់ពិភពនៃកាលានុវត្តភាពពាណិជ្ជកម្មមុខងារនីមួយៗត្រូវបានបង្កើតឡើងយ៉ាងល្អិតល្អន់ដើម្បីពាណិជ្ជករអ្នកនាំចេញនាំចូលលើកកម្ពស់តម្លាភាពនិងជំរុញការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងទីផ្សារសកលលោកស្វែងយល់ពីមុខងារចាប់យកឱកាសនិងចាប់ផ្ដើមការធ្វើពាណិជ្ជកម្មកាន់តែប្រសើរជាមួយថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា FTA Portal